បាទជំរាបសួរដូចជាសួស្តីដល់ពុកម៉ែបងប្អូនអរគ្នាថ្ងៃនេះខ្ញុំមកធ្វើស៊ុបត្រីក្រហមចែកជូនបងប្អូនទស្សនាបើបងប្អូនពេញចិត្តវីដេអូនេះបងប្អូនកុំភ្លេចចុច like ចុច share និង follow page របស់ខ្ញុំអ្នកមួយផងបាទនេះបងប្អូនមកមើលពីរបៀបធ្វើស៊ុបត្រីក្រហមទាំងអស់គ្នាបាទជាដំបូងនេះខ្ញុំត្រូវយកបន្លែលាងទឹកឲ្យស្អាតសិនចឹងណាបងប្អូនយើងលាងវាពីទឹកដើម្បីឲ្យវាស្អាតចឹងណាភាសាតែបន្លែចិត្តហើយចឹងយើងលាងតាមបំផ្លែវាស្អាតទេបងប្អូនលាងវាពីទឹកបាទបន្ទាប់ពីខ្ញុំលាងបន្លែបានស្អាតរួចរាល់អស់ហើយខ្ញុំក៏លាងត្រីម្ដងបងប្អូនយើងត្រូវលាងបន្លែមុនដើម្បីកុំឲ្យវាឆ្អាបចឹងណាហើយបើយើងលាងត្រីតាមក្រោយយើងត្រូវលាងវាពីទឹកដើម្បីវាស្អាតចឹងណាបងប្អូននេះបន្ទាប់ពីខ្ញុំលាងបានត្រីស្អាតហើយខ្ញុំក៏មកដាំទឹកដាក់គ្រឿងក្រូចចឹងបងប្អូនខ្ញុំដាក់ដុំសំណពីរដុំដល់មកខ្ញុំជ្រោយទឹកត្រីចូលបន្តិចទឹកចេងទឹកស៊ីអ៊ីវដល់មករដេកបន្តិចបងប្អូនហើយលួចបាល់បន្តិចហើយដាក់ខ្ទឹមសចូលមកម្រេចដើម្បីវាកាត់ជាតិឆាបចឹងបងប្អូនបន្ទាប់ពីខ្ញុំដាក់គ្រឿងក្រូចសុករួចរាល់ហើយខ្ញុំក៏ឆ្លៀតពេលមកផ្លះត្រីម្ដងបងប្អូនយើងផ្លះយកឆ្អឹងយកអីចេញដើម្បីយកសាច់ទៅដាក់ស៊ុបហើយឆ្អឹងអីហ្នឹងយើងយកមកដាក់ទឹកស៊ុបចឹងបងប្អូនដើម្បីយកបង្កើនរសជាតិចឹងណាបងប្អូននេះយើងផ្លះឆ្អឹងវាចេញឲ្យអស់យើងទុកតែសាច់ទៅបងប្អូននេះយើងផ្លះវាជាចំណិតចឹងមកពេលយើងហូបយើងដាក់វាចូលចឹងណាបងប្អូនកាលណាយើងដាក់ចូលជាមួយនឹងឆ្អឹងអត់កើតទេវាលួយចឹងណាកាលទៅពេលយើងហូបតែយើងដាក់ចឹងណាបងប្អូននេះដោយសារតែសាច់ត្រីវារៀងស្ទើអញ្ចឹងហើយក៏ខ្ញុំហាន់តែគោថែមចឹងណាបងប្អូននេះសាច់គោនេះយើងយកច្រឡកបងប្អូនបានវាហុយល្អចឹងណាទៅបានដាក់សាច់ច្រឡកហុយឆ្ងាញ់បងប្អូនបើយើងដាក់សាច់ស្វិតអត់ហុយឆ្ងាញ់ទេនេះបន្ទាប់ពីខ្ញុំហាន់សាច់អីរួចរាល់ហើយខ្ញុំក៏យកក្បាលត្រីខ្ញុំកាត់មកហ្នឹងខ្ញុំយកមកដាក់ទឹកស៊ុបដើម្បីបង្កើនរសជាតិចឹងបងប្អូននេះបន្ទាប់ពីខ្ញុំដាក់ក្បាលត្រីនៅឆ្អឹងត្រីដែលខ្ញុំផ្លះមិញចូលរួចរាល់ហើយខ្ញុំក៏មកងាស់វាទុកចោលមកបន្ទប់សិនណាបងប្អូនតទៅពីវាឡើងពពុះហើយយើងត្រូវស្រង់ពពុះចោលបងប្អូនដើម្បីកុំឲ្យវាឆ្អាបចឹងណាត្រូវស្រង់មិនឲ្យអស់ទុកត្រីទៅកាលណាយើងទុកអាពពុះនោះឲ្យបានបងប្អូនកាលណាយើងទុកទៅវាឆ្អាបចឹងណាទៅហើយយើងត្រូវស្រង់វាចេញឲ្យអស់បាទនេះស៊ុបត្រីក្រហមខ្ញុំបានចិនរួចរាល់អស់ហើយបងប្អូននេះសាច់ពេលយើងហូបយើងដាក់ចូលចឹងបងប្អូននេះស៊ុបត្រីក្រហមវាជាមួយសាច់គោបងប្អូនទៅពេលយើងហូបយើងដាក់ចូលនេះស៊ុបខ្ញុំបានចិនរួចរាល់អស់ហើយមកហូបជាមួយខ្ញុំទាំងអស់គ្នាបងប្អូនវីដេអូក្រោយខ្ញុំនឹងហូបចែកជូនបងប្អូនទស្សនាម្ដងទៀតបានវីដេអូនេះក៏សូមចប់ត្រឹមតែប៉ុណ្ណេះសូមអរគុណសូមជម្រាបលាបាយបាយ